សួស្តីអ្នកនរគ្នាហើយថ្ងៃនេះដែរគឺយើងវិលមកកាន់វីដេអូរបស់យើងបន្តពីវីដេអូមុនទៀតតាក់ទងទៅនឹងអក្ខរក្រមនៃភាសាឡាវហើយវីដេអូនេះគឺនិយាយអំពីលម្អិតអំពីព្យញ្ជនៈនៃភាសាឡាវហើយនិងរួមទាំងរបៀបសរសេរនៃតួព្យញ្ជនៈនីមួយៗផងដែរឥឡូវនេះកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាហើយនេះគឺរំលឹកនឹងតពីមេរៀនមុនគឺនេះគឺជាព្យញ្ជនៈបច្ចុប្បន្នដែលភាសាឡាវហៅថាភញ្ញសនៈបច្ចុប្បន្ន គឺជាតួព្យញ្ជនៈដែលគេរួមបញ្ចូលគ្នាឬក៏កាត់បន្ថយនៅតួព្យញ្ជនៈដែលមានសំឡេងដូចគ្នានៅក្នុងភាសាឡាវហើយវាជាព្យញ្ជនៈទំនើបនៅក្នុងភាសាឡាវដែលគេប្រើប្រាស់សព្វថ្ងៃនេះគឺមាននៅក្នុងតារាងនេះអ្នកនរគ្នាពីករហូតដល់ហឥឡូវយើងរំលឹកឡើងវិញអំពីឈ្មោះនិងការអានរបស់វាគឺចាប់ផ្ដើមដំបូងគេគឺអក្សរកខខងចសសញដតថថនបពផហ្វផហ្វមយរលវហអហហើយចំពោះវីដេអូបន្ទាប់នេះវិញគឺតពីវីដេអូមុនដែរដូចគ្នាគឺយើងរំលឹកឡើងវិញគឺតាក់ទងទៅនឹងព្យញ្ជនៈផ្សំនៅក្នុងភាសាឡាវដែលគេហៅថាភញ្ញសនៈបសុមមានដូចជាងញណមលលវហើយនឹងព្យញ្ជនៈផ្សំក្រៅពីតួនាំដែលជាអក្សរហហ្នឹងមានដូចជាគួខ្វខ្វងស្វស្វស្វថ្វថ្វល្វវហើយនេះគឺជាព្យញ្ជនៈខាងចុងឬក៏តួសង្កត់ដែលក្នុងភាសាឡាវគឺមានតែ8សំឡេងទេសម្រាប់ព្យញ្ជនៈនៅខាងចុងដែលធ្វើការជាតួសង្កត់ហ្នឹងចូលទៅកាន់វីដេអូបន្ទាប់ចូលទៅកាន់ slide បន្ទាប់ទៀតគឺនេះតាក់ទងទៅនឹងព្យញ្ជនៈដែលគេធ្លាប់ប្រើហើយនឹងព្យញ្ជនៈឬក៏ព្យញ្ជនៈបុរាណឬក៏ព្យញ្ជនៈដើមដែលមានច្រើនតួដែលយើងឃើញនៅខាងព្យញ្ជនៈបច្ចុប្បន្នហ្នឹងគឺវាមានចំនួនច្រើនតួមែនតែនដែលគេលែងប្រើនិងខ្លះទៀតគឺត្រូវបានគេរួមបញ្ចូលគ្នាជាតួអក្សរតែមួយយ៉ាងណាមិញអ្នកនរគ្នាក៏មិនបាច់យកចិត្តទុកដាក់ជាមួយនឹងអក្សរបុរាណអីនេះដែរដោយសារតែនេះគ្រាន់តែជាការចែករំលែកមួយទៅកាន់អ្នកនរគ្នាបើសិនជាយើងចង់រៀនគឺយើងផ្ដោតទៅលើតែព្យញ្ជនៈដែលគេប្រើប្រាស់នៅក្នុងសម័យកាលបច្ចុប្បន្នចំពោះព្យញ្ជនៈដើមឬក៏ព្យញ្ជនៈបុរាណនេះវិញក៏ធ្លាប់មានការប្រើប្រាស់នៅតួជើងអក្សរផងដែរដែលភាសាឡាវហៅថាហ្វឿងហើយចំពោះតួជើងអក្សរនេះក្នុងភាសាឡាវបច្ចុប្បន្នគឺលែងមានការប្រើប្រាស់ទៀតហើយចំពោះរូបរាងនៃតួជើងនេះវិញគឺមានខ្លះគឺដូចទៅនឹងព្យញ្ជនៈតួចម្បងហើយនិងខ្លះទៀតគឺមានរូបរាងខុសពីព្យញ្ជនៈតួចម្បង
ឥឡូវនេះយើងចូលមកធ្វើការសរសេរសារល្បងឬក៏យើងរៀនអំពីរបៀបនៃការសរសេរតួព្យញ្ជនៈនីមួយៗគឺខ្ញុំសរសេរនេះគឺបង្ហាញតែព្យញ្ជនៈបច្ចុប្បន្នទេដែលប្រើនៅបច្ចុប្បន្នទាំង27តួគឺយើងចាប់ផ្ដើមពីអក្សរកទៅមុនគេចំពោះរបៀបសរសេរនេះវិញគឺវាមានលក្ខណៈស្រដៀងគ្នាទៅនឹងបែបបទនៅក្នុងភាសាខ្មែរដែរទេអ្នកនរគ្នាហើយនេះគឺជាគំនូរតាំងនៃអក្សរនៅក្នុងភាសាឡាវអញ្ចឹងឬក៏របៀបសរសេររបស់នៃភាសាឡាវហើយចំណែកឯអក្សរកខវិញគឺរបៀបសរសេររបស់វាគឺស្រដៀងនៅក្នុងភាសាខ្មែរមែនតើហើយអក្សរដំបូងគេនោះគឺជាអក្សរកអក្សរបន្ទាប់គឺជាអក្សរខហើយនេះគឺជាអក្សរខចំពោះអក្សรงវិញគឺយើងសរសេរគួចបែបនេះហើយបន្ទាប់មកទៀតឡើងទៅលើហើយនឹងចុះក្រោមហើយនឹងមានលក្ខណៈបែបនេះហើយអក្សរបន្ទាប់ទៀតគឺជាអក្សរចអក្សរសអក្សរសចំពោះអក្សរសនេះវិញគឺយើងអាចសរសេរតាមមួយបែបទៀតបែបគួចបែបនេះហើយទម្លាក់បែបនេះក៏បានដែរអ្នកនរគ្នាបន្តមកទៀតគឺអធ្យាស្រ័យបន្តមកទៀតគឺអក្សរញហើយនឹងជើងញនេះគឺសរសេរបែបនេះអ្នកនរគ្នាគឺដូចជើងយនៅក្នុងភាសាខ្មែរដែរអក្សរដអក្សរតអក្សរថអក្សរថអក្សរណបហើយចំណែកអក្សរពនេះវិញគឺដូចអក្សរបដែរតែទាញរាងវែងឡើងទៅលើអក្សរផគឺយើងគួចចំណែកឯអក្សរហ្វគឺយើងអត់គួចទេអ្នកនរគ្នាគឺទាញអាហ្នឹងឡើងទៅលើខ្ពស់ចូលមកកាន់អក្សរបន្ទាប់ទៀតគឺអក្សរផអក្សរហ្វអក្សរមចំពោះអក្សរមនេះក៏យើងអាចសរសេរបានមករបៀបទៀតដែរអ្នកនរគ្នាគឺចេះឡើងទៅលើហើយនឹងចេះតែកន្លែងនេះគួចឲ្យឃើញវងមូលដោយសារតែនេះទៅវាគួចទៅវាបាត់វងមូលនៅលើនេះតមកទៀតចូលមកអក្សរយ៉នេះគឺដូចអក្សរញដែរតែត្រូវទាញឡើងទៅលើខ្ពស់អក្សររអក្សរឡហើយនេះគឺជើងឡអក្សរវអក្សរហអក្សរអនិងអក្សរហហើយចំពោះការរំលឹកឡើងវិញនៅព្យញ្ជនៈតួព្យញ្ជនៈហើយនិងរបៀបសរសេរអំពីតួព្យញ្ជនៈនីមួយក៏ចប់មកត្រឹមនេះអ្នកនរគ្នាហើយក៏ជាចុងក្រោយនេះក៏សូមអរគុណទៅកាន់អ្នកនរគ្នាដែលបានតាមដាននៅវីដេអូនេះហើយក៏សូមឲ្យអ្នកនរគ្នាជួយចុច Like Share និង Subscribe ផងអ្នកនរគ្នាដើម្បីបានវីដេអូបន្ទាប់ទៀត
អំពីស្រៈ និងស្រៈពេញតួនៅវីដេអូក្រោយទៀត សូមអរគុណ